បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីបាទអក្សរ O ណាអញ្ចឹង O មានដល់ទៅ4សំឡេងអូខេទាំងអស់គ្នាមកមើលមក O បាទស្មើនឹងសំឡេងទី1គឺអអូខេទី2គឺ O ទី3គឺ U ហើយនឹងចុងក្រោយគេគឺអាអូខេតើទាំងអស់គ្នាយើងមកស្វែងយល់សំឡេងមួយទាំងអស់គ្នាអ្នកគ្នាមកមើលពាក្យឧទាហរណ៍នៃសំឡេងទី1របស់យើងនេះគឺយើងអានថា rock rock អូខេ O នេះរកណាអញ្ចឹង O គឺអ CK នេះគឺអក្សរពីរសំឡេងមួយណាមានសំឡេង k អញ្ចឹងយើងអានថា rock អូខេយើងសំដៅលើដុំថ្មតើគ្នាមកមើលពាក្យមួយទៀតមក G អូខេ O នេះគឺសំឡេង O វិញម្ដងណាអញ្ចឹង G O go go អូខេ go គឺយើងសំដៅទៅលើការធ្វើដំណើរទៅណាតើគ្នាមកមើលពាក្យបន្តទៀតបាទ WH នេះមានសំឡេង h O នេះគឺស្រៈ U វិញម្ដងណាអញ្ចឹង who អូខេយើងសួរអំពីនរណា who អូខេយើងបន្តមកមើលពាក្យចុងក្រោយតើអ្នកគ្នា S sound s O កន្លែងនេះគឺស្រៈអាណា n s a n sun អូខេ sun គឺយើងសំដៅលើកូនប្រុសអញ្ចឹងនៅក្នុងវីដេអូនេះយើងសិក្សាអំពីអក្សរ O ទាំងអស់គ្នាដែលមាន4សំឡេងណាមានសំឡេងអ O U ហើយចុងក្រោយគឺអអញ្ចឹងធ្វើមិនដេចយើងសម្គាល់សំឡេងទាំង4នេះបានទាំងអស់គ្នាគឺអាស្រ័យសញ្ញាអានណា